គេសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់សុពិសីសម្រាប់ចុងសប្តាហ៍នេះដែរ admin បានធ្វើបន់ជាមួយក្រុមគ្រួសារនិងក្រុមការងារការដង្ហែនៅព្រះបរមសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធមកកាន់វត្តមូលដ្ឋានរបស់ admin អនុមោទនាបន់ផងបងអូននៅពិធីបន់ទទួលព្រះបរមសារីរិកធាតុនិងប្រគេនចង្ហាន់ព្រះសង្ឃចំនួន500អង្គនៅវត្តកែវវិជ័យទីនេះផងដែរដឹកនាំដោយព្រះព្រហ្មេភិរដ្ឋកែនកព្រះមេគុណខេត្តនិងជាព្រះចៅអធិការវត្តកែវវិជ័យដង្ហែព្រះបរមសារីរិកធាតុពីខេត្តបាត់ដំបងចូលមកតម្កល់ទុកនៅក្នុងវត្តកែវវិជ័យដែលស្ថិតនៅឃុំកណ្ដៀងស្រុកកណ្ដៀងខេត្តពោធិសែនក្នុងពិធីដង្ហែព្រះបរមសារីរិកធាតុនេះផងដែរពោពេញទៅដោយភាពឱឡារិកមានការអញ្ជើញចូលរួមពីពុទ្ធបរិស័ទជិតឆ្ងាយពិធីដង្ហែព្រះបរមសារីរិកធាតុចូលមកកាន់វត្តកែវវិជ័យដោយក្បួនដង្ហែតាមដងផ្លូវដែលដឹកនាំដោយលោកនារាចម្រើនអភិបាលនៃគណៈអភិបាលស្រុកកណ្ដៀងនិងក្រុមការងារសេះពុទ្ធបរិស័ទជិតឆ្ងាយរួមដង្ហែព្រះបរមសារីរិកធាតុដែលអារម្មណ៍សប្បាយរីករាយសារអាកាសធាតុហាក់បីដូចជាអំណោយផលដូចជាមានទេវតាគ្រប់គ្រងថែរក្សាប្រោះព្រំនៅនឹងអបអរនៅពិធីដង្ហែព្រះសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធព្រះពុទ្ធជាម្ចាស់នៃយើងបន្ទាប់ពីពិធីដង្ហែចាប់សពគ្រប់ពុទ្ធបរិស័ទជិតឆ្ងាយរៀបចំនៅពិធីប្រគេនចង្ហាន់ដល់ព្រះសង្ឃជាកិច្ចបង្ហាយបុណ្យដូច្នេះចុងសប្តាហ៍អនុមោទនាបុណ្យផងណាបងអូនក្នុងសប្តាហ៍នេះ admin សប្បាយចិត្តដោយសារបានធ្វើបុណ្យជាមួយក្រុមគ្រួសារក៏ដូចជាក្រុមការងារដោយពិធីនេះផងដែរមិនងាយមាននៅក្នុងមូលដ្ឋានទេបរមសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធគឺជាធាតុមួយដ៏មានតម្លៃដងដំខ្ពស់វិសេសវិសាលវាជាចំណែកបុណ្យដែលខ្ពង់ខ្ពស់ដែលយើងគួរតែចូលរួមទាំងអស់គ្នាខ្លះកំណើតជាមនុស្សទាំងអស់គ្នាមិនងាយទេធ្វើបុណ្យក្រាស់ណាស់ទៅបានកើតជាមនុស្សដូច្នេះកំឡុងពេលដែលយើងមានជីវិតគួរតែផ្សែផ្សំជាមួយនឹងការធ្វើបុណ្យធ្វើទានជាពិសេសការរក្សាចិត្តជាកណ្ដាលដែលមិនចំណែនវាពីជាមួយនឹងអតីតនេះគឺជាបុណ្យដែលខ្ពស់ក្រៃលែងជាអ្វីដែលម៉ាក់ admin 5ចាំមិនដឹងថាអ្នកនរគ្នាដែលដឹងអំពីបុណ្យបាបជួយប្រាប់ admin ផងណានេះយើងមានជីវិតនេះយើងមកវិញក៏ទៅវិញក៏ទៅឆ្នេះគួរតែបែងចែកពេលវេលាលៃលកប្រកាសក្នុងចំណែកណាមួយនៃបុណ្យទានច្រើនណាស់មកពីថ្នាក់ខេត្តផងថ្នាក់ស្រុកហើយពិធីនេះអាចនិយាយបានថាវាជាមុខមាត់របស់ខេត្តក៏ដូចជាមុខមាត់របស់ស្រុកដែរដែលបានទទួលវត្ថុដ៏ពិសេសវិសាលខ្ពង់ខ្ពស់និងមានតម្លៃរបស់ព្រះសម្មាសម្ពុទ្ធនៃយើងជាក់ស្ដែងមក admin ក៏មកក្រុមគ្រួសារមកទាំងអស់គ្នាក្នុងឱកាសដែលយើងបានធ្វើបុណ្យរួមគ្នាអាចនឹងជួបគ្នានៅជាតិទៅមុខទៀតស្ដែងពិធីដង្ហែព្រះបរមសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធបានកំណត់នៅហែម៉ោង8តែជាក់ស្ដែងគឺបានហែនៅម៉ោង8ជាង7-9ដោយសារតែចាំក្រុមការងារហើយជាក់ស្ដែងថ្ងៃនេះពិតជាអំណោយផលមែនទែនដល់អ្នកគ្នាដោយ admin បានបញ្ជាក់ខាងដើមអញ្ចឹងបរិយាកាសអំណោយផលខ្លាំងទោះបីជាមេឃភ្លៀងរលឹមតិចគ្រាន់តែជាការប្រោះព្រំនៅប្រសិទ្ធពរជ័យនៅព្រះបរមសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធប្រៀបដូចជាអភិនិហាអញ្ចឹងធម៌ដែលមានតម្លៃធម៌ដែលជាទីសក្ការៈរបស់គ្រប់គ្នាទៅហេតុគឺកើតមានគ្រប់ពេលពិធីបញ្ចប់គឺមានការរាប់បាតរបស់ព្រះសង្ឃចំនួន500អង្គ admin ក៏បានចូលរួមជាបច្ច័យជាមួយក្រុមគ្រួសារក្នុងការចូលរួមបច្ច័យដាក់បាតនេះដែរហើយយើងបាននៅដល់ចប់ហើយអ្នកទាំងអស់គ្នាសារមានកិច្ចការងារនៅផ្ទះបន្តកុំភ្លេចដែរមកសាកជាមួយនឹងតេតកាក្មេងៗដែលសារវត្តនេះគឺ admin ធ្លាប់រស់នៅតាំងពីក្មេងជាវត្តស្រុកកំណើតស្ដែងបច្ចុប្បន្នវត្តកែវវិជ័យដែលស្ថិតនៅឃុំកណ្ដៀងស្រុកកណ្ដៀងខេត្តពោធិ៍សាត់មានការប្រែមុខប្រែមាត់យ៉ាងច្រើនក្រោមការដឹកនាំរបស់ព្រះមេគុណខេត្តកែនកនដែលជាព្រះចៅអធិការវត្តកែវវិជ័យហើយបន្ទាប់ពីដង្ហែរួចក៏ភ្លេចដែរទាំងអស់គ្នាមកសាងអនុស្សាវរីយ៍នៃអតីតកាលឆ្ងាញ់ហើយអស់លុយតិចទៀតចុងសប្តាហ៍រីករាយរបស់ admin មានតែប៉ុណ្ណឹងចាញ់ហើយគ្រប់បាក់ពីចាញ់បាទទេមកឡើយបាទនេះបាទឡានដល់នៅតាំងថ្ងៃនេះនំតមួយប្រិចប៉ុណ្ណានេះដូចទៅតែប្រិចយូរប៉ុណ្ណានេះនំបាទនំនេះធ្វើចេះ
rồi lên rồi du lịch đang có này ញ៉ាំហើយឆ្លៀតមកសូត្រមន្តតិចទាំងអស់គ្នាដែលទីតាំងនេះគណៈកម្មការចាស់វត្តដាក់រៀបចំសម្រាប់ការសូត្រមន្តនៅព្រះសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធបន្ទាប់ពីសូត្រមន្តយើងរៀបចំចេញទៅផ្ទះតែម្ដងទាំងអស់គ្នាហើយថ្ងៃនេះបានជុំមួយគ្រួសារគឺយើងមានកម្មវិធីបន្តញ៉ាំនៅផ្ទះញ៉ាំអីជួបជុំគ្នានៅផ្ទះហើយអរគុណសម្រាប់ការតាមដានទស្សនារបស់អ្នកទាំងអស់គ្នាសង្ឃឹមថាជាប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាហេងចុះសប្តាហ៍អរគុណច្រើនបាយបាយ